ចិត្តពីប្រទេសស្វីសចង់បង្ហាញបងប្អូនអរគ្នាសង្ខេបខ្លះៗពេលខ្ញុំបានដើរលេងនៅប្រទេសស្វីសហ្នឹងទេសភាពស្អាតដូចរកគំនូរចឹងបើនិយាយពីថាគោក្របីផ្ទះវិញគំនូរជាគ្នាតែម្ដងនិយាយពីខ្យល់អាកាសវិញដូចនៅក្នុងសុបិនចឹងបងប្អូនអរគ្នាខ្យល់ឡើងលហើយស្រួលសឹងថាហោះឡើងទៅលើហ្មងស្អាតមែនតើធ្វើដំណើរទៅណាវិញបាច់បារម្ភទេបងប្អូនជាអតេះភ្លើងជុំវិញប្រទេសស្វីសជុំវិញអឺរ៉ុបតែម្ដងបាច់ចាំជិះអស់លុយច្រើនទេអតេះភ្លើងនឹងនៅមួយកន្លែងទៅមួយកន្លែងឡាននាំតែពិបាកចតទៅអីបងប្អូនហើយណាការរស់នៅរបស់ប្រជាជននៅនេះគ្រាន់តែថាចាយវារៀងថ្លៃបន្តិចការជិះនឹងរៀងថ្លៃបន្តិចអញ្ចឹងណាថាឲ្យពិបាកវិញអត់ពិបាកទេមានអារម្មណ៍ថារំហែកាយខ្លាំងមែនទែនជាមួយនឹងបរិយាកាសតាមបែបធម្មជាតិនៅអឺរ៉ុបនេះប្រទេសស្វីសហ្នឹងគឺធម្មជាតិខ្ញុំឲ្យ100លើ100តែម្ដងសូម្បីតែបរិយាកាសក៏អស្ចារ្យដែរអ្នកដែលគាត់ចូលចិត្តបែបធម្មជាតិព្រៃភ្នំព្រៃព្រឹក្សាមកលេងប្រទេសស្វីសនេះគឺថាស្អាតមែនទែនបងប្អូនអាហារញ៉ាំហ្នឹងក៏អត់ពិបាកដែរគ្រាន់តែថាប្លែកបន្តិចថាពិបាកញ៉ាំខ្លាំងពេកបងប្អូនអរគ្នាញ៉ាំស្តេកញ៉ាំសាច់អាំងអញ្ចឹងណានៅតាមផ្លូវគេមានលក់របស់វត្ថុបុរាណគេខ្សែកខ្សែដៃជៀនពេជ្រត្បូងអីថ្លៃណាហើយរបស់អនុស្សាវរីយ៍វិញក៏គេមាន signature របស់ប្រទេសគេដែរនាឡិកាតេងតង់ហ្នឹង$500-600បងប្អូនអរគ្នានាឡិកាឈើដើម្បីលឺសូរសលេងអញ្ចឹងណាពីមួយខេត្តទៅមួយខេត្តអត់ចេះអត់អីកន្លែងអីលេងបងប្អូនអរគ្នាបានបរិយាកាសបែបណាបងប្អូនអរគ្នាអាចមកលេងបរិយាកាសបែបហ្នឹងបានគ្រាន់តែថានៅប្រទេសស្វីសហ្នឹងគឺអត់មានទីក្រុងទំនើបជឿនលឿនទេមានតែទីក្រុងតាមបែបបុរាណតាមបែបព្រៃភ្នំព្រៃព្រឹក្សាព្រៃភ្នំព្រៃព្រឹក្សាគេមែនណាលក្ខណៈគេ modern ជឿនលឿនហ្មងបងប្អូនមិនមែនរបៀបវាថាដាច់ស្រយាលទេណាទេសភាពវាគឺស្អាតមែនទែនទឹកវិញនិយាយពីថាខៀវទឹកតាមកំពង់តាមផ្លូវអីគឺញ៉ាំបានគ្រប់កន្លែងទាំងអស់សុទ្ធតែសុវត្ថិភាព organic ពិសេសមានជាតិ mineral ល្អមែនទែនចំពោះសុខភាពរដ្ឋាភិបាលគេគឺឲ្យញ៉ាំអត់គិតលុយគ្រប់កន្លែងទាំងអស់ហ្មងបងប្អូនអរគ្នាយើងមិនចាំទិញទឹកសុទ្ធញ៉ាំទេណាមកណាឃើញតែតែភ្លើងនេះឆ្លងតែពីមួយកន្លែងទៅមួយកន្លែងទិញតែសបុតម្ដងបងប្អូនអរគ្នាជិះរាល់ថ្ងៃបានហ្មងមិនបាច់ចាំទិញសបុត2-3 ដងទេចង់ជិះតែភ្លើងក៏បានចង់ជិះឡានក្រុងក៏បានឲ្យតែបាសាធារណៈចេញពីមួយកន្លែងជូនបងប្អូនអរគ្នាទៅមួយកន្លែងទៀត Charlie Chaplin Lucerne កន្លែង Zermatt ស្អាតច្រើនណាបងប្អូនជិះមើលតែទេសភាពតាមផ្លូវនោះក៏មានអារម្មណ៍ថាលំហែកាយដែរបើនិយាយពីកន្លែងគេងនោះបើយើងគេងនៅក្នុងទីក្រុងរៀងថ្លៃដែរខ្ញុំជិះមកខេត្តអញ្ចឹងបងប្អូនអរគ្នាជិះមកខេត្តកន្លះម៉ោង1ម៉ោងនឹងកន្លែងគេងថោកនឹងអត់តែ$100បងប្អូនអរគ្នាស្អាតនេះនៅសួរិចវិញ$200-300បានហូតែលប៉ុណ្ណឹងអត់បានទៀតបងប្អូននោះស្អាតមែនតើគេង$100គេនៅចិត្តអតេះភ្លើងហ្មងស្រួលខ្ញុំចេញណាទៅណាមកណាឆ្លងខេត្តមួយទៅខេត្តមួយចូលអតេះភ្លើងគឺដល់តែម្ដងដើម្បីថតឲ្យបងប្អូនអរគ្នាបានឃើញកន្លែងផ្សេងថតហ្នឹងមិនមែនថតហ្នឹងស្រួលទេបងប្អូនអើយថតញ៉ាំកាហ្វេបដាផ្ញើ file ឲ្យ editor edit នៅស្រុកខ្មែរបដាបើមិនចឹងទេថតបង្ហាញបងប្អូនអរគ្នាអត់តាន់ពេលវេលាទេបងប្អូនអរគ្នាបានមើលវីដេអូខ្ញុំមកដូចបានជួយទៅកាន់មនុស្សច្រើនអ្នកបានធ្វើការឲ្យខ្ញុំចឹងបងប្អូនអរគ្នាបានផ្ដល់ថវិកាឲ្យគាត់បើមិនខ្ញុំយកថវិកាហ្នឹងមកធ្វើការខ្លួនឯងក៏បានដែរគាត់ថាការងាររៀង slow បន្តិចចឹងណាបាច់ឆ្ងល់ថាហេតុអីបានមកវគ្គក្រោយនេះ TKH ចេញវីដេអូបានលឿនណាស់ដោយសារតែមានការជួយសហការគ្នាថតវីដេអូជួយកាត់ជួយអីចឹងទៅឆាប់បានបងប្អូនអរគ្នាបានមើលកំសាន្តនៅផ្ទះឲ្យកុំភ្លេចពេលមើលហើយជួយ like ជួយ share បងប្អូនអរគ្នាអត់មានខាតអីទេក៏អរគុណមែនតើចំពោះអង្គពុកម៉ែបងប្អូនអរគ្នាដែលបានគាំទ្រថ្នាំថ្មីម្លេះម្លាយដែលល្អចំពោះថ្មិញមកយាយសាកបានសាកឲ្យនៅបើសិនជាបានសាកហើយតើការដុសថ្មិញហ្នឹងគឺស្អាតដែលអត់ល្អដែលអត់ឲ្យបានថែរក្សាថ្មិញបងប្អូនបាន8ម៉ោងអត់ឆ្លើយតាមត្រង់នៅក្នុង comment តិចមក